ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះគឺខ្ញុំចង់បង្ហាញពីផ្លូវទៅលេងបឹងគេហៅថាបឹងករះនៅក្នុងស្រុកតាំងគោកក្នុងទឹកដីខេត្តកំពង់ធំបងប្អូនណាសម្រាប់បងប្អូនដែលចង់ទៅលេងមិនស្គាល់ផ្លូវមិនដឹងចូលតាមណាអីតាមណីបងប្អូនអាចមើលវីដេអូនេះបានវីដេអូនេះគឺខ្ញុំធ្វើពីបង្ហាញពីផ្លូវបងប្អូនណាសម្រាប់ពីផ្លូវដែលយើងចូលទៅលេងករះហើយក្នុងនោះវាមិនមានតែត្រឹមករះទេបងប្អូនណាគឺផ្លូវទៅបឹងកក់ក៏យើងត្រូវចូលទៅតាមនោះដែរសម្រាប់បងប្អូនដែលចង់ស្គាល់ប្រឡងករះឬក៏ប្រឡងបឹងកក់បងប្អូនអាចចូលមើលវីដេអូនេះបានខ្ញុំនឹងបង្ហាញពីផ្លូវចូលតាំងពីដើមផ្លូវរហូតដល់បឹងបងប្អូនណានេះគឺកន្លែងផ្លូវបត់ចូលនៅក្នុងផ្លូវជាតិលេខ 6A បងប្អូនណាផ្លូវជាតិលេខ 6A នេះបើសិនជាបងមកពីខាងផ្សារតាំងគោកបងត្រូវបត់ឆ្វេងប៉ុន្តែបើបងមកពីខាងផ្សាររំលងឬក៏មកពីខាងកំពង់ធំឬកំពង់ថ្មបងត្រូវបត់ស្ដាំបងជិះមកដល់កន្លែងនេះគឺយើងមានឃើញផ្លាកមួយគឺទឹកពិសាកម្ពុជានៅនឹងមាត់បលាយនៅម្ដុំភូមិលវាំងភូមិហ្នឹងគេហៅភូមិលវាំងបងប្អូនណាសម្រាប់ក្នុងភូមិហ្នឹងបងប្អូនជិះមកដល់គឺបលាយកាត់បតឹងហ្នឹងគឺមានតែបលាយហ្នឹងមួយទេសម្រាប់បងប្អូនដែលអត់ស្គាល់បងប្អូនជិះមកដល់បលាយហ្នឹងគឺបងប្អូនក៏លេចទៅលើឃើញផ្លាកទឹកពិសាកម្ពុជាហើយមានបលាយមួយចុះទៅខាងលិចផ្លូវបងប្អូនណានេះគឺខ្ញុំធ្វើបង្ហាញពីផ្លូវដែលចេញពីផ្សារតាំងគោកទៅបងប្អូនណាចេញពីត្បូងទៅយើងចេញពីផ្សារតាំងគោកទៅគឺយើងដល់បលាយនេះបងប្អូននេះបលាយហ្នឹងដល់ត្រង់បលាយហ្នឹងយើងមើលទៅឃើញផ្លាកទឹកពិសាកម្ពុជាហ្នឹងបងប្អូនត្រូវបត់ទៅខាងឆ្វេងបងប្អូនណាបត់ស្របទៅតាមបលាយហ្នឹងបត់ទៅទិសខាងលិចបងប្អូនជីបត់មកតាមទិសខាងលិចហ្នឹងតាមផ្លូវគ្រួក្រហមមាត់បលាយហ្នឹងរហូតទៅត្រង់រហូតបងប្អូនណាសម្រាប់បងប្អូនដែលអត់ស្គាល់នេះមកដល់នេះខ្ញុំកាត់ខ្លីៗមកដល់នេះគឺមានដើមពោធិ៍មួយនៅចំកណ្ដាលផ្លូវហ្នឹងហើយបងប្អូនក៏ត្រូវជិះត្រង់ទៅមុខរហូតទៀតដែរហើយមកដល់កន្លែងនេះគឺខ្ញុំកាត់យកកន្លែងខ្លីៗបងប្អូនណាកន្លែងនេះគឺកន្លែងផ្លូវកោងបត់ឆ្វេងអញ្ចឹងបងប្អូនត្រូវបត់ឆ្វេងមកបងប្អូនជិះទៅត្រង់ទៅមុខរហូតទៅដល់មានផ្លូវមួយកន្លែងនេះគឺវាកោងបត់មកស្ដាំវិញបងប្អូនណាជីកោងបត់មកស្ដាំនេះបងប្អូនត្រូវទៅត្រង់ទៅមុខទៀតបងប្អូនណាត្រូវទៅត្រង់ទៅមុខទៀតនេះមកដល់កន្លែងនេះគឺមានផ្លូវមួយគេបត់ទៅឆ្វេងប៉ុន្តែយើងអត់បត់ឆ្វេងទេបងប្អូនណាគឺយើងបើយើងចូលទៅករះគឺយើងត្រូវចូលទៅត្រង់បងប្អូនណាចូលទៅត្រង់បងប្អូនជិះទៅត្រង់រហូតផ្លូវមិនជាពិបាកទេបងប្អូនផ្លូវស្រួលដែរទេឲ្យតែបងប្អូនជិះមកដល់ឃើញផ្ទះនេះផ្ទះគេហ្នឹងគឺយើងមកដល់ករះហើយបងប្អូនណាមកដល់ករះហ្នឹងបើយើងចង់ចុះទៅត្រង់អានេះគឺបុកទៅចំបឹងម្ដងតែអានេះយើងជិះតាមផ្លូវធំតាមផ្លូវលើបងប្អូនណាអានេះគឺសហគមន៍កោះរះរបស់គេហើយបងប្អូនជិះមកដល់កន្លែងនេះបងប្អូនណាជិះមកដល់កន្លែងហ្នឹងគឺខាងឆ្វេងដៃកន្លែងដើម7បារាំងធំហ្នឹងគឺនេះផ្ទះខាងឆ្វេងដៃបងប្អូនសម្រាប់បងប្អូនចង់ទិញទឹកទិញភេសជ្ជៈអីផ្សេងឬក៏ចង់ជួលទូកគឺផ្ទះខាងឆ្វេងដៃមិញហ្នឹងគឺគាត់មានលក់ជាភេសជ្ជៈទឹកកកទឹកសុទ្ធឬភេសជ្ជៈផ្សេងឬក៏បងប្អូនចង់ជួលទូកបងប្អូនអាចចូលទៅផ្ទះគាត់បានចង់ជួលទូកប៉ុន្តែដល់ខែនេះគឺវារីងអស់បងប្អូនអើយខ្ញុំអត់ដែលមកយូរខ្ញុំមកម្ដងអញ្ចឹងខ្ញុំមកដល់គឺប៉ះចំកន្លែងនេះគឺទឹកស្រករីងផុតពីខាងអស់ហើយសល់ចោកដាផុតពីឈូកផុតពីអីអស់រលីងតែម្ដងសួរក៏ដែរទឹកអស់ចាំពុកគប់បានតែក្តីហើយបងប្អូនដែលមកលេងបានបងប្អូនលេងបងកន្លែងអូអួនហើយនេះបងកន្លែងហោះគឺបងកន្លែង10នាក់ជាសោះទៅក្នុងមួយបកលង្ការបងប្អូនបាទអូបឌីក៏បាក់ដែរបងប្អូនគេអួនបងកន្លែងច្រើនពេកទៅត្រីផ្អើលវារត់តែខំនុយយើងបងប្អូនthêmបងកន្លែងអួនអីមកបានបងប្អូនកដែរក្រោមសល់មកចោកដានទឹកភ្លៀកធំកបានតណាទៀតទេបងមកដល់ត្រង់ចំណុចនេះគឺមកដល់ភ្លាមគឺខ្ញុំអត់គប់ទេតែខ្ញុំនៅតឡើងម្ដងហើយខ្ញុំអង្គុយមើលត្រីហើខ្ញុំអត់ប្រុងនឹងគប់ទេខ្ញុំប្រុងត្រឡប់ក្រោយប៉ុន្តែដោយសារតាយើងអង្គុយទៅឃើញមានត្រីហើព្រៀងច្រើនដែរហើយអាប្រឡោះខ្ញុំគប់ហ្នឹងគឺអត់មានអ្នកបងសំណាញ់អូសពួនអីទាំងអស់គឺ
គឺយើងឃើញមកប្រឡោះហ្នឹងវារៀងស្ងាត់ហើយមានត្រីហើបខ្ញុំក៏នឹកឃើញថាចឹងក៏យើងសម្រាប់ចិត្តថាត្រឡប់ម្ដងគប់មែនទេបងប្អូនហើយគប់មួយខ្សែពីរខ្សែបងប្អូនពីរខ្សែបានត្រីមួយប៉ុន្តែខ្ញុំអត់បានថតទេព្រោះយើងទៅដល់យើងអត់បំរុងថានៅលេងចឹងយើងអត់បានថតទេក៏ទាញដងទៅគប់ពីរបីខ្សែហ្នឹងក៏បានត្រីមួយប្រហែលជា8ខាំបងប្អូននេះបងប្អូនបន្ទាប់ពីបានត្រីមួយហ្នឹងហើយបងប្អូនហើយអាណោចអាណិតចង់អាណិតខ្លួនឯងចង់ខ្លោចចិត្តបងប្អូនហើយអ្នកអូសកូននេះបងប្អូនកន្លែងនេះបានត្រីមួយហ្នឹងហើយអ្នកអូសកូនក៏ចុះមកកន្លែងហ្នឹងនេះបងប្អូនឃើញក្នុងវីដេអូនេះអាហ្នឹងបានត្រីមួយបងប្អូនណាខ្ញុំអត់បានថតទេពេលហ្នឹងបានត្រីមួយហើយអ្នកអូសកូនក៏ចុះមកអូសកន្លែងហ្នឹងហើយក៏យើងនៅគប់អែបគេលេងចាំគេទៅផុតបងប្អូនប៉ុន្តែចាំទៅផុតមានទៅផុតអីបងប្អូនគ្រាន់តែអ្នកអូសកូនចេញមិនទាន់ផុតស្រួលបួលផងនេះកន្លែងនេះគឺខ្ញុំចាំបងប្អូនគឺចាំឲ្យគាត់ដើរទៅផុតបន្តិចឲ្យត្រីវាហើបមកវិញបានយើងលេងទៀតប៉ុន្តែយើងឈរចាំរយៈពេលប្រហែលជា20នាទីទៅកន្លះម៉ោងខ្ញុំអង្គុយឈរនេះកន្លែងនេះឈរបងប្អូនបន្ទាប់ពីឈរហើយខ្ញុំទៅអង្គុយចាំមើលឲ្យគេទៅផុតរឿងឆ្ងាយបន្តិចឲ្យស្ងប់បន្តិចបានយើងគប់ទៀតប៉ុន្តែយើងអត់បានគប់ទៀតទេបងប្អូនគ្រាន់តែអ្នកអូកូនចេញទៅផុតអ្នកបងតណាញ់បងប្អូនណាបងតណាញ់ដូចវីដេអូបងឃើញបងប្អូនឃើញមុនហ្នឹងអញ្ចឹងអ្នកបងតណាញ់នោះគេមកចំឈប់ចំអាកន្លែងចុងខ្សែកន្លែងនុយយើងធ្លាក់ហើយក៏ឈរទៀតបងប្អូននេះមកដល់កន្លែងនេះមកដល់កន្លែងនេះគឺខ្ញុំអង្គុយរងចាំនោះអាប៉ែបងតណាញ់នៅចុងនោះអាទូកមួយខ្មៅនោះមិនត្បូងខ្ញុំចាំគាត់ឲ្យទៅផុតម្ដងទៀតបន្ទាប់ពីចាំហើយក៏ទៅទាញដងម៉ាស៊ីនលើហ្នឹងយកមកគប់មកបន្តិចទៀតគ្រាន់បងប្អូនក្រគប់មកខ្សែហ្នឹងនេះទូកនេះបងប្អូនឃើញមកនេះមកពីខាងឆ្វេងនេះបែបហ្នឹងសាហាវជាងគេហ្មងបងប្អូនបដបង់នៅពីមុខយើងនឹងត្មងនេះបងប្អូនឃើញហ្នឹងណាបន្ទាប់ពីបានត្រីមួយហ្នឹងទៅខ្ញុំមកសពបែបសពយ៉ាងបងប្អូនអើយទៅខ្ញុំហួសចិត្តដែរក្នុងវីដេអូហ្នឹងខ្ញុំឈរមើលគាត់នឹកតែអស់ចិត្តគាត់ត្បូងគាត់បងនៅណបងប្អូនខាងឆ្វេងដៃណពេលយើងឃើញទៅឃើញស្អីខ្មៅលំហួសហ្នឹងទៀតគាត់បងហួសហ្នឹងទៀតប៉ុន្តែបន្ទាប់ពីបានត្រីមួយហ្នឹងហើយគឺមកទាំងអស់មកបងប្អូនមកទាំងអ្នកអូសកូនមកទាំងអ្នកបងសណាញ់បងប្អូននោះអាទូកមួយនៅលំខាងឆ្វេងដៃហ្នឹងគាត់មកនៅអាចុងខ្សែបន្ទាប់ពីចាំគាត់ទៅផុតនេះបងប្រុសអ្នកនេះក្លាហានជាងគេមកដល់បងនៅចំពីមុខត្មងនៅឈរសេតអ្នកឯងឈរមើលគេយោគយល់បានយោគយល់ខ្លះទៅបងសម្លាញ់អើយហើយមកបងសណាញ់នៅមុខគ្នាអ្នកបបក់មិនដូចអ្នកអូសអួនទេយោគយល់អធិស្ឋានគ្នាខ្លះផងអើយបងខ្ញុំហួសចិត្តនឹងបងប្រុសដែរតែមិនដឹងធ្វើម៉េចនឹកឃើញចិត្តមួយនឹកឃើញថាគេក៏រយើងក៏រតាមដំណើរទៅប៉ុន្តែមានកូនចិត្តមួយដែរបងឲ្យយោគយល់គ្នាខ្លះទៅបងទុកមកប្រឡោះឲ្យគ្នាបបក់ផងអត់ហើយគាត់មកបងចឹងហើយកូនដឹងធ្វើម៉េចដែរបងធ្វើម៉េចអាគេក៏រយើងក៏រប៉ុន្តែគ្រាន់ថាមានពេលខ្លះយើងយោគយល់គ្នាខ្លះទៅក៏ល្អដែរបងនេះអ្នកបបក់ហ្នឹងមានតែបានដូចអ្នកអុកប្រយុងអុកកូនបងសណាញ់ណាបងមានពេលខ្លះយោគយល់គ្នាខ្លះផងជាការកំសាន្តទាំងអស់គ្នាទេបងអ្នកបបក់មានតែបានត្រីអីច្រើនទេគ្រាន់តែលក្ខណៈដើរលេងកំសាន្តអីចឹងណាកន្លែងនេះក៏មិននេះទេបងប្អូនហើយក៏នឹកឃើញថាគាត់បងទៅអត់ទៅណាខ្ញុំក៏ដើរត្រឡប់មកក្រោយនោះត្រីនៅក្នុងថង់ខៀវនោះបងប្អូនហើយអត់មានអីដាក់ទេទៅនឹងគ្មានបានយកអីទៅទេផ្លិចទាំងកូនកែផ្លិចទាំងអីមិនបានយកអីទៅទេបងប្អូននោះត្រីដាក់ក្នុងថង់ដាក់ម៉ាស៊ីន QQ បានមួយមិនទាំងដាក់បានអីដាក់ក្នុងនឹងត្មងហើយវីដេអូនេះគឺនេះមុនដំបូងគិតថាឈប់លេងហើយរៀងមើលដែរបងប្អូនណារៀងអន់ចិត្តដែរវក់គេមករហូតអញ្ចឹងដល់ពេលហើយនឹកឃើញថាឈប់ប៉ុន្តែអត់ឈប់ទេបងប្អូនហើយវីដេអូហ្នឹងខ្ញុំគិតថាខ្ញុំឈប់ហើយប៉ុន្តែក៏រៀបចំដងរៀបចំអីរួចនឹកឃើញថាឈប់លេងប៉ុន្តែនៅមិនអស់ចិត្តបងប្អូនព្រោះឃើញត្រីវាហោបធំហ្មងត្រីហោបធំហ្មងហើយត្រីច្រើនទៀតនៅនោះបើយើងទៅលេងកាឌីប៉ះចំថ្ងៃណាគេអត់បងសណាញ់អីខ្ញុំជឿជាក់ថានៅទៅលេងបានត្រីក្នុងបងព្រោះត្រីហោបច្រើនហើយធំត្រីហោបផែលធំបងត្រីក្នុងនោះ
ត្រីកពាត់ក៏មានសដាយក៏មានខ្មាន់ទូប្រោះយរុំមានមួយសេតក្នុងបងទៅចដោក៏ធំហ្នឹងមកទៅចដោ1ដល់2 3គីឡូ3គីឡូជាងអីក៏មានដែរហើយវីដេអូហ្នឹងរៀបចំដងបងប្អូនដូចខ្ញុំនិយាយរៀបចំដងថាឈប់ប៉ុន្តែអត់ឈប់ទេបងប្អូនពេលរៀបចំរួចក៏អត់អស់ចិត្តដោយសារយើងអង្គុយហូបបាយក៏ដែរយើងមើលទៅក្នុងបឹងណាវាមានត្រីហើបមកវិញផែលបងប្អូនណាហើយឃើញហើបធំមកវិញអញ្ចឹងឃើញអ្នកបងសណាញ់ក៏ទៅផុតអ្នកអូកូនក៏ទៅផុតអញ្ចឹងហូបបាយហ្នឹងក៏ហូបហើយក៏ខ្ញុំអង្គុយប្រហែលជាកន្លះម៉ោងណាបងអង្គុយកន្លះម៉ោងចាំមើលឲ្យស្ងាត់តិចបានជុំលេងទៀតបន្ទាប់ពីស្ងាត់ហើយខ្ញុំទៅលេងវិញបងប្អូនណាខ្ញុំលេងវិញហើយក៏លេងបានត្រីដែរប៉ុន្តែក្នុងវីដេអូហ្នឹងគឺខ្ញុំធ្វើតែប៉ុណ្្នឹងទេបងប្អូនណាព្រោះកុំឲ្យវាវែងពេកចាំវីដេអូក្រោយខ្ញុំដាក់វីដេអូបានត្រីឲ្យបងប្អូនទស្សនាអញ្ចឹងវីដេអូនេះអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាហើយជួយ Subscribe Channel ពូវ៉ាម្នាក់មួយផងអរគុណច្រើនជម្រាបលា